សួស្តីទាំងអស់គ្នានេះវីដេអូថ្ងៃទី6របស់ខ្ញុំនៅបាងកកហើយថ្ងៃហ្នឹងគឺជាថ្ងៃខ្ញុំអត់មានត្រូវមានវគ្គ training អីទេហើយខ្ញុំក្រោកមកខ្ញុំមក breakfast ខ្ញុំរៀងក្រោកលែតដែរទាំងអស់គ្នាខ្ញុំស្មានថាគេអស់គេបិទតូបហើយប៉ុន្តែអត់អីដែរចេះគេអត់ទាន់បិទហើយទៅញ៉ាំអីបាននេះហើយenjoy ជាមួយនឹង restaurant ថ្ងៃចុងក្រោយនៅអូតែអាម៉ូរីអញ្ចឹងណាហើយបន្ទាប់មកបានឡើងទៅកតុបមួយទឹកមួយអីរៀបចំខ្លួនដូរកៅអៅដូរអីរៀបចំឲ្យវាយអីវ៉ាន់ដើម្បី check out ពីព្រោះអីយើងត្រូវ check out ម៉ោង12ហើយខ្ញុំនៅបន្តនៅបាងកកនឹងមួយអាទិត្យទៀតដោយសារតែខ្ញុំត្រូវមានកម្មវិធីផ្សេងទៀតអញ្ចឹងណាទាំងអស់គ្នាតែខ្ញុំត្រូវ check out ពីអូតែអាម៉ូរីហ្នឹងទៅអូតែមួយវិញទៀតនៅរៀងឆ្ងាយគួរសមដែរពីបន្ទូណាមMasure បាងកក hotel ហ្នឹងហើយអានខុសដោយសារជាប់មាត់ទាំងអស់គ្នាវារៀងឆ្ងាយបន្តិចដែរពីនេះពីបន្ទូណាមហើយនឹងពីផ្លាទីនៀមអញ្ចឹងណាហើយទាំងអស់គ្នាខ្ញុំលងខ្លួនទាំងអស់គ្នាខ្ញុំដាក់អីវ៉ាន់ច្រើនពេកវ៉ាលីធំហើយដោយសារតែយើងចូលចិត្ត fashion អញ្ចឹងហើយទាំងអស់គ្នាក៏ពិតជន់កតាអីវ៉ាន់ហ្នឹងពេលខ្លះដាក់ទៅមិនសូវបានស្លៀកពាក់ផងហើយមើលទាំងអស់គ្នាមើលនេះឡើងណែនក្តន់ហើយមុននឹង check out ថតវីដេអូទុកជាអនុស្សាវរីយ៍តិចសិនយើងថតវីដេអូទុកហើយយើងបាយកតុបដែលយើងស្នាក់នៅអញ្ចឹងណាអូទាំងអស់គ្នាអើយទាំងអស់គ្នាប្រហែលជាខ្ញុំអត់បានប្រាប់តាក់ទងជាមួយការពិតបានយប់ដំបូងខ្ញុំស្នាក់នៅជាន់ទី34បន្ទាប់មកដោយសារតែមានបច្ចេកទេស air ខ្ញុំគិតថាខ្មោចលងខ្ញុំដល់ទាំងអស់គ្នាកតុបទឹកគឺហូរទឹកអត់ឈប់ខ្ញុំដេកគ្មានលក់ទេហើយនេះជួបសៀមុននឹងបែកគ្នាសៀត្រូវមកខ្មែរមុនហើយនេះខ្ញុំបានទៅដល់អូតែ Masure Magasin អូតែដែលខ្ញុំត្រូវស្នាក់នៅបន្តអញ្ចឹងណាតែគាត់ថាកតុបនេះវាអត់សូវជាធំដូចកតុបដែលខ្ញុំនៅអាម៉ារីអូតែហ្នឹងទេវាជាលក្ខណៈទូចល្មមអីអញ្ចឹងជាដើមណាទាំងអស់នេះប៉ុន្តែខ្ញុំឆ្ងល់អូតែហ្នឹងលេងអត់មានជ្រះដុសធ្មេញដាក់ឲ្យអត់មានថ្នាំដុសធ្មេញដាក់ឲ្យសោះហើយដំបូងខ្ញុំស្មានតាខ្ញុំទេដល់ពេលក្រុមការងារខ្មែរយើងផ្សេងទៀតទៅដល់បានគាត់ប្រាប់ថាគេអត់ដាក់ឲ្យផងហើយហ្នឹងអញ្ចឹងយើងនាំពីទិញប្រើទៅហើយមួយវិញទៀតដោយសារតែខ្ញុំបានយកជ្រះដុសធ្មេញថ្នាំដុសធ្មេញហ្នឹងពីអូតែអាម៉ូរីទៅអញ្ចឹងក៏រួចខ្លួនទៅហើយទម្លាប់ប្រដងទាំងអស់គ្នាអើយខ្ញុំតែងតែដាក់ច្រាស់ដុសធ្មេញថ្នាំដុសធ្មេញផ្ទាល់ខ្លួនទៅដល់ពេលទៅខ្ញុំក៏គិតថាទៅអូតែហ្នឹងគេមានឲ្យអញ្ចឹងមិនបាច់ដាក់ទៅទេដល់ពេលលើកហ្នឹងចប់ហើយនេះទាំងអស់គ្នាគ្រាន់តែចូលទៅដល់ភ្លាមគេផ្សព្វផ្សាយពីតំបន់ទេសចរនៅក្នុងបាងកកនឹងហ្មងហើយនឹងតំបន់ទេសចរផ្សេងទៀតណាដើម្បីគេប្រម៉ូទប្រាប់យើងថាយើងគួរទៅលេងកន្លែងណាអីជាដើមហើយនេះខ្ញុំរៀបចំឲ្យវាយអវ៉ាន់ខ្ញុំចូលដាក់ទូពីព្រោះអីខ្ញុំត្រូវស្នាក់នៅហ្នឹងរយៈពេល1អាទិត្យទៀតអញ្ចឹងរៀបចំឲ្យវាយអវ៉ាន់ឲ្យស្រួលបួហើយហ្មងទៅអាវធំអាវអីលើកជួរលើកអីអញ្ចឹងទៅដើម្បីកុំឲ្យវាទុកកុំឲ្យវាអីជាដើមអីអញ្ចឹងណាហើយទាំងអស់គ្នាខ្ញុំឆ្ងល់នេះអាតពុកកអាវហ្នឹងធំហើយមួយវិញទៀតហ្នឹងគឺយើងអាចដកចេញបានទេប្រហែលជាគេបារម្ភខ្លាចថាយើងលួចមើលទៅបានគេដាក់ភ្ជាប់នៅហ្នឹងហើយទាំងអស់គ្នាក៏ពិតខ្ញុំដាក់លុយហ្វីលីពីននេះទៅដើម្បីចង់ដូរតែការពិតលុយនឹងសេរីចាស់គេដូរឲ្យទេហើយនេះបន្ទាប់មកដល់ម៉ោងខ្ញុំក៏ជាមួយនឹងមិត្តភ័ក្តិហ្វីលីពីនដែលគាត់ត្រូវនៅបន្តទៀតជាមួយខ្ញុំដែរហ្នឹងខ្ញុំនឹងគាត់ក៏ចេញទៅញ៉ាំអាហារពេលល្ងាចនៅចិត្ត Big C ហើយនឹងចិត្ត Central Mall អញ្ចឹងណាហើយខ្ញុំទៅញ៉ាំមកហូបកន្លែងហ្នឹងបាន2 3ដងដែរប៉ុន្តែខ្ញុំសង្កេតថាrestaurant នៅក្នុងគេ local ពេលខ្លះវាដូចតែនៅខ្មែរយើងដែរអ្នកលក់គាត់មិនសូវគាត់ដឹងពីលក់គាត់មិនសូវជាបដោតទៅលើសេវាកម្មអីអញ្ចឹងណាហើយពេលខ្លះគាត់លក់ហើយមុខមាត់គាត់អាមេរិកអីជាដើមក៏មានគេលក់នៅតាមនេះអញ្ចឹងណាវាដូចតែនៅយើងដែរអ្នកខ្លះក៏ទទួលភ្ញៀវទៅអ្នកខ្លះក៏មិនទទួលភ្ញៀវទៅប៉ុន្តែមកហូបអីគេអាចញ៉ាំបានហើយតម្លៃសមរម្យអីចឹងណាយើងអាចញ៉ាំបានអញ្ចឹងណាទាំងអស់គ្នាតែលក្ខណៈមួយខ្ញុំអត់សូវជាមិនទេយើងមិនអាចនិយាយថាយើងមិនសូវជាពេញចិត្តទេយើងគ្រាន់តែគិតថាធម្មតា restaurant វា local ខ្លះក៏គ្នាមិនស្គាល់ស្អីទៅបដិសណ្ឋារកិច្ចដូចយើងអីជាដើមទេគឺយ៉ាងច្រើនគេលក់មកឲ្យតែបាយម្ហូបអីមកតន់ម៉ោងតន់ពេលវេលាហើយតម្លៃសមរម្យទៅគឺវាបានអញ្ចឹងណាតែខ្ញុំទៅញ៉ាំនឹងបានតែ3ដងហើយខ្ញុំក៏ឈប់ទៅញ៉ាំនឹងអញ្ចឹងណាដោយសារតែយើងមានកន្លែងផ្សេងទៀតហើយអ្នកនរគ្នាបុកល្ហុងអូយឆ្ងាញ់មែនតែនហើយបន្ទាប់មកពីអ្នកមិត្តភ័ក្តិហ្វីលីពីនក៏នាំគ្នាដើរទៅ Big C ម្ដុំហ្នឹងអីចឹងណាដើម្បីរឡានមកអូតែវិញហើយបន្ទាប់មកដល់គឺខ្ញុំ commitment ទៅហាត់ប្រាណខ្ញុំ commitment បានទាំងអស់គ្នាពេលខ្ញុំទៅដល់បាងកកហ្នឹងគឺខ្ញុំហាត់ចុកគ្នារហូតបន្ទាប់ពីហាត់ហើយអីហើយខ្ញុំមកដេកលេងខាងក្រៅ